បាទសួស្តីគ្នាយើងទាំងអស់គ្នាបាទយើងមកបន្តវីដេអូយើងតាក់ទងជាមួយនឹងបាទគណិតវិទ្យាថ្នាក់ទី12ដែលក្នុងវីដេអូនេះបាទខ្ញុំនឹងលើកយកបាទតាក់ទងជាមួយនឹងកោណិចដែលនិយាយទៅលើបាទ ellipse អញ្ចឹងបាទគេឲ្យសមីការប៉ុណ្ណេះគេឲ្យយើងបង្ហាញថាសមីការនេះគឺជាសមីការ ellipse អញ្ចឹងដើម្បីបង្ហាញសមីការនេះជាសមីការ ellipse បាទយើងព្យាយាមសរសេរសមីការនេះធ្វើយ៉ាងណាឲ្យคล้ายទៅជាសមីការស្តង់ដារនៃ ellipse នឹងឲ្យបានមកអញ្ចឹងយើងនឹងឃើញថាបាទ ellipse ហ្នឹងមានអាធំបាទជា ordonné ឬក៏បាទ abscisse ដែលមានផ្ចិតបាទត្រង់គោល O ឬក៏បាទប្រមាណតោះគ្នាយើងបាទអញ្ចឹងដើម្បីបង្ហាញវាថាបាទសមីការនេះជាសមីការ ellipse គ្នាយើងដំបូងឡើយហើយយើងបាទបំបែករូបមន្ត a នេះ a 4x ការ៉េយ៉ា 4x បាទបូក 3y លើកជាការ៉េនេះជាតម្រង់បាទធម្មតាសិនមកបាទទៅជាបាទធម្មតាសិនអញ្ចឹងនេះចូលរូបមន្ត a បូក b លើកជាការ៉េអញ្ចឹងយើងបាន 16x បាទការ៉េបូកជាមួយនឹងបាទ 24xy ការ៉េបាទបូកជាមួយនឹង 9y ការ៉េបាទដកនឹង144បាទស្មើជាមួយនឹង24បាទ xy ការ៉េបន្តមកទៀតគ្នាយើងឃើញនៅកន្លែងនេះអានេះគឺបាទបូក 24xy ការ៉េអានេះក៏បូក 24y ការ៉េអញ្ចឹងបានន័យថានៅកន្លែងនេះបាទគ្នាយើងស្រួលវាចង់អស់បានអញ្ចឹងនៅសល់អីគ្នាយើងនៅសល់ 16x បាទការ៉េបូកជាមួយនឹង9បាទ y ការ៉េស្មើជាមួយនឹង144បាទកន្លែងនេះខ្ញុំបញ្ជូន144មកខាងនេះដោយសារកន្លែងនេះនៅពេលដែលយើងស៊ីសងអត់ស្មើ0បន្តមកទៀតគ្នាយើងមើលជាទូទៅសមីការ ellipse អង្គខាងស្ដាំនេះដាច់ខាត់ត្រូវតែស្មើ1អញ្ចឹងគ្នាយើងត្រូវចែកអង្គសងខាងជាមួយនឹង144ដល់ពេលយើងចែកទៅនេះបាន16បាទ x ការ៉េនៅលើបាទ144បូកជាមួយនឹងបាទ9បាទ y ការ៉េនៅលើ144បាទស្មើ1គ្នាយើងចាប់ផ្ដើមសម្រួលនៅកន្លែងនេះបាទ16វា9បើយើងយក9មកនិយាយអាចទៅរួចទេបាទ9អានេះបាទសម្រួល16យកមកណាបើសម្រួល16តែម្ដងអានេះបានសម្រួល16អានេះបាទ144ចែក16បាទនេះគ្រូគិតលេខយក9ចុះ9 9 54 54 9បាទ3 5បាទហើយបាន9នេះយើងណាអញ្ចឹងឡើយនេះបាន x ការ៉េនៅលើបាទ9បាទបូកអញ្ចឹងបាទនេះបាន9នេះបាន16វិញហើយអញ្ចឹងបាន y ការ៉េបាទនៅលើបាទ16ស្មើ1អញ្ចឹងក្រោយពីយើងឃើញទេនៅពេលរៀនទៅសេបានប៉ុណ្ណេះអានេះហៅថាសមីការស្តង់ដារនៃ ellipse ហើយសមីការស្តង់ដារនៃ ellipse នេះមានបាទផ្ចិតវា i វាគឺ00បាទន័យថាផ្ចិតវាគោល O ហើយបាទមានអធ